ឥឡូវយើងនិយាយពីដំណឹងបែកធ្លាយម្ដងហើយបែរជា2ថ្ងៃមុនហ្នឹងយើងឃើញរូបភាពនៅលើ online Cambodia Report ក៏បានផុសដែរខ្ញុំឃើញភ្លាមចេញជាព័ត៌មានរូបភាពមួយបាទដោយសារតែមើលទៅគឺប្លែកមែនតើអត់ចាប់អារម្មណ៍ថាអត់រំពឹងទុកថានឹងបែកធ្លាយចេញរូបភាព RG Ally ជំនាន់ទី2បើអត់ដឹងថាវាមកពីណាទៀតលក្ខណៈមកឃើញហើយចំមកពីណាលក្ខណៈស្ងាត់ស្ងាត់ហើយតែចំណាប់អារម្មណ៍ដំបូងដែលបងឃើញរូបនឹងភ្លាមបងដឹងថាលេងគិតមិនឬក៏អ្នកមើលយើងគិតមិនទេបងអត់ស្រឡាញ់រៀងកប៉ោងជាងទេខ្ញុំដូចគ្នាបងមើលឃើញភ្លាមមានអារម្មណ៍ថាអត់ស្អាតតែម្ដងអានេះលក្ខណៈដូចគេ 3D print ខ្លួនឯងមិនទេបងអារម្មណ៍បងមើលភ្លាមលក្ខណៈហើយបើសិនជាគេធ្វើអញ្ចឹងមកវាលក្ខណៈជាការ design ដល់ខ្ជិលមួយមកធ្វើតែ add die grip ឲ្យស្រួលកាន់ណាដោយសារតែខ្ញុំមើលដំបូងទៅខ្ញុំស្មានថារូបភាពហ្នឹងគឺជារូបភាពคล้ายៗដែលគេគ្រាន់តែលក្ខណៈថា fake បោកយើងបងតែទៅពេលយើងមើលយូរទៅហើយអានេះគឺចេញមកពីលេខ clear ចេញមកពី FCC ទេបងកន្លែងដែលគេចុះបញ្ជីមុននឹងផលិតផលដែលអាចប្រកាសចេញផ្លូវការបានតតែចុះក្នុងបញ្ជីនៅក្នុងសហរដ្ឋអាមេរិកអីចឹងបងបាទតែពេលរូបភាពចេញមកគឺអាចនឹងផ្លូវការប្រហែលជារូបរាងស្តៀងបែបហ្នឹងមែនដែលខ្ញុំនិយាយថាស្តៀងដោយសារខ្ញុំសង្ឃឹមថានឹងអាចក្រនបើជាងហ្នឹងនៅពេលដែលចេញជាផ្លូវការជាពិសេសមិនត្រឹមតែរូបរាងទេបងសារធាតុជ័រនៅលើហ្នឹងក៏មើលទៅដូចជាខុសប្លែកពីមុនវាអត់សមបាទចឹងបងថាបងឃើញដំបូងភ្លាមមកមានអារម្មណ៍ថាដូចគេ DIY ធ្វើខ្លួនឯងចឹងមានអារម្មណ៍ថាគេកែអញ្ចឹងណាព្រោះសារធាតុនេះវាលងឈុលដែលមិនសមជា handheld ឆាប់ប្រឡាក់ទៀតតែបងមើលលើជ័រអញ្ចឹងលេងបាទសូម្បីតែជ័រនេះគឺជ័រខុសគ្នាពីមុនជ័ររៀងលក្ខណៈថាគុណភាពខ្ពស់ជាងមុនហ្មងជ័រនេះដូចដៃ Xbox ចឹងបាទដូចដៃ Xbox តែបើជ័រនេះដូចជ័ររលោងដៃជ័ររលោងវិញចំនួនមុនហ្មងមើលទៅជ័រអត់សេតណូអត់សមមែនបងនៅថាតែរូបភាពនេះវាច្បាស់ទៀតច្បាស់ពេកបាទរូបភាពច្បាស់ពេកអ្វីដែលប្លែកជាងគេនោះគឺកន្លែងចាប់ហ្នឹងហ្មងបាទកន្លែងចាប់ដៃហ្នឹងខ្ញុំមើលទៅដូចជាលក្ខណៈថាដៃហ្គេមចំនួន retro ចំនួនមុនណាបាទគេធ្វើអញ្ចឹងដើម្បីឲ្យងាយស្រួលចាប់ដូចសេរីពួក N64 បើតាមបងចាំប្រភេទដៃវែងមកអញ្ចឹងហើយបកដឹងដែរគេលោកឃើញខាងក្រៅផ្ទាល់វារៀងស្អាតជាងហ្នឹងប៉ុន្តែបើមើលទៅលើរូបភាពនេះវាដូចអត់តន់ចូលលក្ខណៈវាដូចសង្ឃឹមថាហ្នឹងគឺជាម៉ាស៊ីន demo ដែលគ្រាន់តែគេចេញឲ្យបាទចេញមក test សិនបាទ test សិនឬក៏ត្រូវការ approve ពីខាង FCC សិនបាទតែបើមើលទៅខាងក្រោយទៅដូចមែនតើនេះខាងក្រោយលេងខាងក្រោយអត់សូវពិបាកភ្នែកម៉ែនេះបាទតែខ្ញុំចាប់អារម្មណ៍មួយបងទៅលើកម្រាស់មានអារម្មណ៍ថាលើកនេះគឺកម្រាស់ក្រាស់មែនតើបងក្រាស់ជាងមុនមែនតើណាមួយដោយសារតែកន្លែងចាប់ដៃហ្នឹងគេធ្វើដាច់ចេញជាពីរលឺថាអត់លែងជាប់ដូចនៅក្នុងម៉ាស៊ីនស្មើតែមួយទៀតឯងកន្លែងដៃហ្នឹងគឺលយចេញដាច់តែគ្នាបាទយល់វាដូចគេមកធ្វើតែយកអា grip ហ្នឹងយកមកដាក់បាទ add ពីលើអញ្ចឹង design នេះវាខ្ជិលបន្តិចលក្ខណៈដូចគេមកធ្វើតែអូខេយកដៃ grip សងខាងនេះយកមកដាក់ពីលើបាទបើអ្នកខ្លះគេថាអាចយកគំរូចេញពី PS Portal របៀបថាដូចជាលក្ខណៈថាដៃភ្ជាប់ជាមួយនឹងអេក្រង់នៅខាងក្រៅអូខេអានេះឲ្យសមហេតុផលណាមួយបើសិនជាយើងមើលពីចំហៀងនេះលេងនេះបាទលេងឃើញអញ្ចឹងមើលទៅដូចប្រទេស display អញ្ចឹងណោះបាទដូចជាប្រទេស display មួយ4ជ្រុងមួយនៅលើហ្នឹងតែខ្ញុំសង្ឃឹមថាបើក្រាស់អញ្ចឹងប្រហែលជាអាចផ្ទុកបានថាពណ៌ថ្មធំសង្ឃឹមចឹងបាទធំជាង RG Ally X ទៀតរត់តែល្អបងខ្ញុំគិតថាលើសពី80វ៉ាត់ម៉ោងនោះបាទអាចលើសជាងហ្នឹងក៏ល្អដែរបាទតែប្រទេស chip ដែលគេបង្ហើបហ្នឹងគឺ C2 Extreme ឯងបាទនៅក្នុងហ្នឹងគឺមាន2ជម្រើសទេបងពណ៌សហើយមួយពណ៌ខ្មៅហ្នឹងគឺខុសគ្នាទៀតចាប់អារម្មណ៍លើប៊ូតុងទៅបាទលើប៊ូតុងហើយលើកម្លាំងម៉ាស៊ីនទៀតបងដោយសារពណ៌ខ្មៅហ្នឹងអាចជាម៉ាស៊ីនមួយដែលមានកម្លាំងខ្លាំងជាងគេហើយបើពណ៌សវិញគឺជាជម្រើសមួយទៀតស្តង់ដារមួយទៀតដែលមានតម្លៃធូរថ្លៃជាងអញ្ចឹងបងដោយសារប្រើប្រាស់ chip ខុសគ្នាដោយសារពណ៌ខ្មៅហ្នឹងមានប៊ូតុង Xbox ហើយមាន chip C2 Extreme ខ្លាំងជាងមុនទៀតបងបាទ8 core 35 វ៉ាត់36 វ៉ាត់អីចឹងបងបើសិនជាជម្រើសពណ៌សវិញដូចជាប្រើប្រាស់ AMD ដែរក៏ប៉ុន្តែ chip ផ្សេងដែលមានត្រឹមតែ4 core quad core ហើយតែ20 វ៉ាត់20 វ៉ាត់បាទតែបើចឹងរៀងចម្លែកដែរប៉ុន្តែបើតាមបងដឹងដូចជា device ហ្នឹងលក្ខណៈវារៀងតាក់ទងគ្នាជាមួយនឹង Microsoft ដែរបាទដូចជាការសហការគ្នាជាមួយនឹង Microsoft បងអត់ដឹងថានេះវាជា RG Ally 2ពិតប្រាកដឬក៏អត់
ឬក៏មកធ្វើជា device ដែលសហការមួយ Microsoft បាទអាហ្នឹងគឺយើងអត់ទាន់ដឹងច្បាស់ហើយបងបាទដោយសារតែគេអាចហៅអាហ្នឹងថាជា ROG Ally Xbox Edition ក៏ថាបាន ROG Ally Xbox Edition បាទ yes អញ្ចឹង បាទហើយបាទនៅលើនេះអ្វីដែលខ្ញុំចាប់អារម្មណ៍ទៅលើជម្រើសពណ៌ខ្មៅហ្នឹងគឺមាន RAM ដល់ទៅ32 GB បាទ អញ្ចឹងមានថាយើងអាចយកមកប្រើទៅក្នុង VRAM បានរឹតតែធំ បាទ ជាងមុនទៀតបាទជម្រើសពណ៌សត្រឹមតែ16 GB ទៅដែរ ឥឡូវថារូបរាងនឹងបងអាចនឹងគិតថាបើសិនជាវាពិតជា comfort ស្រួលកាន់មែនបងអាចលើកលែងចុះ បាទ ប៉ុន្តែអេក្រង់7 inch ហ្នឹងបងប្រហែលជាលើកលែងអត់ការទេ ចំណុចហ្នឹងដែលខ្ញុំនិយាយមួយបងកាលពីវីដេអូមុនដែលគិតថាបើសិនជា ROG Ally ជំនាន់ក្រោយគួរតែបំពាក់អេក្រង់ធំជាងហ្នឹងហើយលាតពេញជាងហ្នឹងដូចជា Switch 2អញ្ចឹងគេចាប់ផ្ដើមដាក់អេក្រង់ធំជាងហ្នឹងហើយមើលទៅលាតពេញស្អាត បាទ បាទសម្រាប់ ROG Ally 2 ដែលលេចធ្លានេះមើលទៅអេក្រង់តដែរ ទោះបីជា portal ក៏រៀងគ្រាន់បាទដែរ បាទមើលទៅមានអារម្មណ៍ថាវាអត់ដូចជាយើងប្រើម៉ាស៊ីនហ្គេមដែលពីជំនាន់មុន ត្រូវ ដូចជាជំនាន់ថ្មីមួយ មកគាត់ថា7 inch វាហួសសម័យឯងវាគួរតែទៅប៉ុន្តែអានេះយកតដឹងទំហំពិតទេបើមើលទៅលេងគាត់ថាវាអាចនឹងធំជាងនឹងបើសិនជា bezel តែ bezel នេះដូចជាប៉ុណ្្នឹងឯងមើលទៅ បាទមើលទៅដូចជាដូចគ្នាហ្មងបាទហើយគេលេខធ្លានេះគេថា7 inch 120 Hz ទៅដែរ ហើយដល់ក៏បាទ អញ្ចឹងមានថានេះគេផ្ដោតសំខាន់ទៅលើរបៀបថាការចាប់កាន់ប្រសើរជាងមុនហើយម៉ាស៊ីនខ្លាំងជាងមុនទំហំទៅដែរ បងគាត់ថា ទំហំទៅដែរ នៅបើសិនជា ASUS បញ្ចេញអេក្រង់ប៉ុណ្្នឹងសម្រាប់អ្នកដែលស្រឡាញ់អេក្រង់8 inch ឯងប្រកបជាទៅរក Lenovo ឬក៏ MSI Claw 8 បាទអាចចឹងជាង បាទព្រោះ ធំ ឥឡូវយើងកំពុងរងចាំ GTA 6 ហើយឥឡូវនេះអេក្រង់អានេះថា7 inch ខ្ញុំជឿថាបើសិនជាវាចេញមែន GTA 6 ចេញមែន យ៉ាងហើយណាលេងលើអេក្រង់7 inch គឺបំផាក់មែនតើ តែខ្ញុំគិតមួយទៀតថាប្រហែលជា ROG Asus ហ្នឹងគាត់ទុកអេក្រង់ធំ8 inch ហ្នឹងនៅលើ ROG Ally X ជំនាន់ទី2មួយទៀតបាទដោយសារតែអានេះចេញនៅក្នុងឆ្នាំហ្នឹងចុងឆ្នាំហ្នឹងអញ្ចឹងមានថា ROG Ally X ហ្នឹងនឹងអាចចេញនៅក្នុងពាក់កណ្ដាលឆ្នាំ2026អីអាចជាមានអេក្រង់លាតពេញស្អាតខ្ញុំគិតថាអញ្ចឹងដែរ តែវាយូរ តែយូរបាទ មកលក្ខណៈថាបើសិនជាតម្រាំលើទៅ8 inch មែនគេដើរដល់8 inch អស់ហើយហើយបើជឿថានៅតែមានអ្នកចង់បាននាង small form factor តូចអញ្ចឹងណា បាទ ហ្នឹងហើយតែខ្លះគាត់អាចឆ្លាញ់7 inch ប៉ុន្តែបើតាមបបពិសោធន៍ដែលបងលេងនៅលើអេក្រង់8 inch មួយរយៈក្រោយនេះជាពិសេស Lenovo Legion Go ហ្នឹងគឺបងឆ្លាញ់អេក្រង់ហ្នឹងមែនតើបើទោះបីជា software វានៅមាន bug ច្រើនហើយមិនខុសពី Asus មែនទេចេញដំបូងវាបាក់ប៉ុន្តែអេក្រង់8 inch ហ្នឹងគឺមិនបានផ្នែកយើងអាចឃើញទីតាំងធំស្រួលមើលជាង បាទ ហ្នឹងហើយយើងបានជាច្រើន យ៉ា ចំណុចដែលបងអន់ចិត្តគឺទៅលើតែអេក្រង់ហ្នឹងតែប៉ុណ្្នឹង បាទទៅលើទូខ្លួននេះដូចខ្ញុំនិយាយអញ្ចឹងប្រហែលជានេះគឺគ្រាន់តែជាម៉ាស៊ីន demo សង្ឃឹមថាជាម៉ាស៊ីន demo ហើយនៅពេលម៉ាស៊ីនចេញផ្លេការមែនតើគឺ plastic គ្រាន់បើជាងហ្នឹងដែរ បងសង្ឃឹមថានេះមិនមែនជា ROG Ally 2ចុះសម្រាប់បងណា បាទ បងសង្ឃឹមថាមិនមែនចុះព្រោះព័ត៌មានខ្លះក៏បានរាយការណ៍មកថានេះគ្រាន់តែជាម៉ាស៊ីន rebrand របស់ Microsoft តែប៉ុណ្្នឹង អាចចឹងក៏ថាបានដែរបាទ តែមើលទៅយើងដឹងថាវាដោយ ROG Ally 2ច្រើនហើយប៉ុន្តែចិត្តដែលបងសង្ឃឹមព្រោះបងពិតជាចង់ឃើញ ROG Ally 2 update ទៅល្អជាងហ្នឹងព្រោះគាត់ទៅបានន័យថាអ្នកខ្លះគាត់កាន់ ROG Ally version ដំបូងគាត់អត់តដូរទៅ version X ដែរ បាទដូចខ្ញុំអញ្ចឹងបាទ ហ្នឹង ខ្ញុំចូលចិត្ត ហ្នឹងហើយ បាទ អញ្ចឹងលក្ខណៈបើសិនជាអ្នកចេញពី X មកឃើញ ROG Ally 2បែបនេះគឺមានអារម្មណ៍ថាគាត់មិនបាច់ដូរទេតែបើសិនជាអ្នកជំនាន់ទី1ក៏គាត់មានអារម្មណ៍ថា design អត់សូវស្អាតស្រាប់ផងតែជំនាន់ទី1ទៀត បាទ ហ្នឹងហើយ អញ្ចឹងអាចអត់តន់ដូរណាមួយដោយសារជំនាន់ទី1ហ្នឹងក៏អត់តន់ជាធ្លាក់កម្លាំងម៉ាស៊ីនអីដែរបងបាទហ្គេមភិកច្រើនអាចរត់បាន ហើយទៅធ្លាក់តែកម្រិតថ្មឯង បាទកម្រិតថ្មបាទដូចខ្ញុំប្រើហ្នឹង2ឆ្នាំហើយចូលដល់លក្ខណៈថាថ្មចាប់ដើម ដល់ កាន់តែខ្សោយទៅទៀត លេងស្មានប្រហែលជាបានភាគរយឡើយ ដោយសារនៅ Windows យើងអាចឆែកមើលបានខ្ញុំគិតថា ប្រហែលជាមិនស្មានខ្លួនឯង អាចចិត្តដល់ក្រោម 80% បាទដោយសារខ្ញុំមានអារម្មណ៍ថាពេលប្រើនៅលើហ្នឹងស្រកលឿនជាងមុនណាបាទគួរឲ្យកត់សម្គាល់ ប្រហែលជាឥឡូវបើលេងជាប់មកមិនមក លេងជាប់ពីមុនបើសិនជាដាក់ performance mode 15 W ហ្នឹងលេងបាន7-2ម៉ោងតែបើឥឡូវនេះគឺខ្ញុំលេងបានខ្ទង់តែ1ម៉ោងអីគឺអស់បាទបើដាក់ turbo mode ទៀតដូចយើង countdown អញ្ចឹង
ចំនួនថាពោថ្មហ្នឹងគឺមើលដូច countdown បាទ yes តែណាមួយអានេះដោយសារតែខ្ញុំប្រើច្រើនហ្មងតាំងពីខ្ញុំតែងមកគឺខ្ញុំប្រើជាប់សឹងរងថ្ងៃដែរបាទលេងហ្គេមនៅលើហ្នឹងបាទ និយាយទៅមកគៀកដល់ថ្ងៃចេញ Switch 2 នេះ បាទគៀកជាដល់ គៀកមែនតើ ខែមិនខែទេបងបាទ បាទ តែក៏អត់រំពឹងទុកថានឹងអាចបានលឿនដែរបងដោយសារតែមើលទៅគឺគេទិញអស់តែម្ដងបាទពីច្រើនដោយឲ្យតែអានេះដឹងតែ sold out បងពុំបារម្ភថាអត់ដឹងថាវាឡើងថ្លៃទៀតអត់ព្រោះមើលទៅ Nintendo លក់ accessory ខាងក្រៅថ្លៃដល់ហើយ បាទក៏ប៉ុន្តែតម្លៃដូចជាអត់ឡើងថ្លៃបងបាទឡើងថ្លៃគឺគេទិញហើយគេយកមកលក់តដឹងតែឡើងថ្លៃ អាហ្នឹងឯងដែលវាបំផោងទីផ្សារបើន័យថាវិធីមួយដែល Nintendo ធ្វើគឺលក្ខណៈដូចអត់វាដូចអាចជំនាន់គេដាច់ chip ខ្វះខាត chip ចឹងណា បាទ អញ្ចឹង device នេះបើបងស្មានអាចឡើងដល់$500នៅពេល retail អាច បាទ អាចចឹងដែរបងបាទហើយនាំតែគេយកមកលក់បន្តទៀតអាចដល់ខ្ទង់800អីដែរ បាទមកគាត់ថាមិន Nintendo គេមិនទៅធ្វើ marketing ឡើងឬក៏អីណូប៉ុន្តែលក្ខណៈ retail ដែលយកមកលក់មកគាត់លក់លក្ខណៈធ្វើដូច cross stock ចឹងនៅពេលធ្វើដូច cross stock អញ្ចឹងទំនិញហ្នឹងគឺឡើងថ្លៃ direct តម្រូវការរត់តែច្រើនអញ្ចឹងរត់តែឡើងថ្លៃ ហើយខាងហាងលក់ game ភាគច្រើនឬក៏អ្នកទិញនៅកណ្ដាលគឺគាត់ទិញមកទុកគាត់មកទិញទុកព្រោះគាត់ដឹងថាSwitch 2វាកំពុងមានប្រជាប្រិយភាពហើយវាអត់ស្រួលទេបើសិនជាការដូរហោងចក្រឬក៏ការផលិតនៅវៀតណាមមានបញ្ហាអីឬក៏អីទៀតវានឹងឡើងថ្លៃអត់ដឹងខ្លួនបើន័យថា Nintendo គេនឹងអាចនឹងនិយាយថាមិនកំហុសរបស់គេអញ្ចឹងអ្នកដែលទិញ stock ជើងដំបូងហ្នឹងប្រកាសជាអាចលក់វា ថ្លៃមែនតើ ថ្លៃបាន អាពេលនៅពេលដែលគេចង់បានគឺលក់ថ្លៃតែដោយសារនៅក្នុងស្រុកយើងដូចមានបង្ហើបតិចៗដែរបងប្រហែលជាខ្ទង់600ក្រាស់ទៅ700តែហ្នឹងគ្រាន់តម្លៃជាប៉ាន់ស្មានសិន ប៉ាន់ស្មានហើយកក់បដាបដា ឲ្យកក់បដាបដាសិន បងគាត់ថាវាអត់អីដើម្បីអ្នកលក់នៅស្រុកជើងគាត់ក៏មិនចង់លក់ថ្លៃដែរពីច្រើនអ្នកបោះតមកដែរទេ បាទអានឹងចឹង ដោយសារតែណាមួយសេដ្ឋកិច្ចផងមកឥឡូវនេះគេបានលេសថាអូតឡើងថ្លៃពន្ធតឡើងថ្លៃអីទៀតអញ្ចឹងរត់តែថ្លៃលើដែរ លេងស្មានថាតើតម្លៃ RGL Line 2នឹងអាចឡើងថ្លៃដែរអត់ ខ្ញុំគាត់ថាប្រកាសជាឡើងថ្លៃបងដោយសារតែនៅក្នុងនេះគឺឃើញមាន2 model អីបងអញ្ចឹងមានថាប្រហែលជាគេប្រើយុទ្ធសាស្ត្រមួយដែលថាលក់តម្លៃ តម្លៃអត់ទេបងតម្លៃមួយរៀងធូរថ្លៃមួយទៀតរៀងតម្លៃខ្ពស់ ធូរថ្លៃមកនេះថាដូចអាមុនឬក៏អនឡាញស្មានថាដូចអាមុនឬក៏មិន ខ្ញុំគាត់ថាប្រហែលជាអាចតម្លៃក្រោមជាងអាមុនបន្តិចបងដោយសារតែ chip នៅលើហ្នឹងដូចជាមិនមែនជា chip ដែលខ្លាំងបាទអា chip ជំរើសពណ៌អសហ្នឹងបងចឹងវាថាមួយទៀតមួយហ្នឹងអាចប្រហែលលក់តម្លៃ500អីចឹងបងបាទ500-600អីចឹងធូរថ្លៃជាង RGL Line ដំបូងនេះបន្តិចបាទហើយបើជំរើសពណ៌ខ្មៅអាចនឹងលក់ស្មើទៅនឹង RGL Line X តម្លៃខ្ទង់800អីចឹង700 800ខ្ញុំថាប្រហែលជាអញ្ចឹង អូខេ បើមើលទៅលើជំរើស RAM 32GB ហើយបាន chip CPU ហ្នឹងកម្លាំងខ្លាំងជាងមុនទៀត តែ storage មើលទៅដូចជាអត់តាន់ដឹងទេ storage អត់តាន់បានដឹងច្បាស់ទេបាទ តែអីយ៉ាងហោចណាស់ក៏ចាប់ផ្ដើមពី1TB ដែរ ខ្ញុំគិតថាគួរតែដាក់1TB បានសងបាទជំរើស C2 Extreme ហ្នឹងមកដោយសារតែនៅក្នុងនេះ 512GB ហ្នឹងគឺអត់ក្រាន់ទេបាទខ្ញុំទុំតែតម្លើងឡើង 2TB កាលពីខែមុនមកខ្ញុំទុំតម្លើងឡើង 2TB បាទសួរមែនតើ ល្មមពេលខ្លះទៅបីហ្គេមខ្លះយើងមិនលេងជាប់ប៉ុន្តែយើងចូលចិត្តនៅសង បាទជួយសន្សំដោយសារពេលខ្លះយើងខ្យល់ថាលេងឲ្យលុបចោល download ម្ដងទៀតលុបឲ្យ download ម្ដងទៀតបាទសុខចិត្តទុកចោលនៅក្នុងហ្នឹង ចុះលេងតើទៅមួយ Windows Gaming OS មើលទៅវាអាចនឹងមានលើ RGL Line 2អត់ Windows Gaming OS បងបាទអាហ្នឹងលេចធ្លាយពីមុនមកបន្តិចដែរបងសូម្បីតែនៅក្នុងកម្មវិធី Xbox នៅលើ PC ហ្នឹងក៏ចាប់ផ្ដើម update ឲ្យមើលទៅលក្ខណៈថាសាមញ្ញជាងមុនងាយស្រួលប្រើប្រាស់ជាងមុនហើយការ update ចុងក្រោយនេះឃើញមានតន្ន័យដាក់បង្ហាញ Wi-Fi ហើយនឹងថាមពលថ្មនៅក្នុងកម្មវិធីហ្នឹងស្រាប់ទៀតបងហើយបើយោងតាមគេបែកធ្លាយហ្នឹងគេថា Microsoft កំពុងតែបង្កើតប្រព័ន្ធ UI មួយដែលសម្រាប់តែអ្នកលេង game handheld អញ្ចឹងមានថានៅពេលដែលយើង boot ចេញមកបើកម៉ាស៊ីនចេញមកគឺចូលទៅក្នុងហ្នឹងហ្មងអត់មានឲ្យឃើញ window វិញញ៉ៃដូចឥឡូវនេះទេបងបាទ តាមប៉ាត់រូបរាងហ្នឹងយើងឃើញមួយរយៈធំហី បាទ ប៉ុន្តែបងគិតថាបើសិនវាអានេះវាមិនអាចបើសិនដោយសារយើងឃើញប៊ូតុង Xbox នៅលើហ្នឹងឯងអញ្ចឹងវាអាចលក្ខណៈថាទាញអតិថិជនឬក៏អ្នកប្រើពីអ្នកប្រើ Game Pass
ប្រកបជាងាកមកមើលនេះច្រើន បាទសូម្បីមិនមែនត្រឹមតែ game pass បងសូម្បីតែអ្នកប្រើ Steam ក៏នឹងស្រួលជាងមុនដែរបងដោយសារនៅក្នុងការលេចធ្លាយហ្នឹងមានគេ integrate ដាក់បញ្ចូល game stream ចូលទៅក្នុងកម្មវិធីតែមួយហ្នឹងបងបាទសួរអញ្ចឹងសួរមួយយ៉ាងដែរដោយសារតែអ្នកប្រើ Windows gaming handheld ភាគច្រើនគឺគេរិះគន់តែលើ Windows ហ្នឹងបងដោយសារញ៉ៃញ៉ៃមែនតើសូម្បីតែរបស់ខ្ញុំនេះ ពេលដែលខ្ញុំតម្លើងឡើង2 TB ហ្នឹងខ្ញុំឈូស2 ដងបងដោយសារការឈូសម្ដងហ្នឹងអត់ដឹងថាវាមានបញ្ហានៅពេល update បែរ update driver អីខុសគឺ blue screen រហូតបងបាទ blue screen ទៅពេលខ្ញុំឈូសម្ដងទៀត update driver ម្ដងទៀតបាទលេខអីបាទអញ្ចឹងវាមាន Windows នៅមានចំណុចខ្សោយត្រង់ហ្នឹងដែរហើយវាអត់ដូចអ្នក boot បើយើងប្រើ Steam Deck យើងចង់ boot វាទៅមក upgrade storage អត់បាយអត់ញ៉ៃញ៉ៃបងបាទណាមួយស្រួលជាពិសេសនៅពេលដែលខ្ញុំដូរលេងនៅលើ Switch ហើយលេងនៅលើ Windows gaming handheld គឺខុសគ្នាមែនតើដោយសារនៅក្នុង Switch ពេលខ្លះយើងលេង game អញ្ចឹងយើងអាច level លេងបន្តិចយើងអាចដាក់ sleep អីបានអញ្ចឹងយើងត្រឡប់មកលេងវិញគឺចូល game លេងមកក៏ប៉ុន្តែនៅលើ Windows handheld រៀងពិបាកត្រង់កន្លែង sleep ត្រូវ shut down ធ្វើអីបិទកម្មវិធីអីញ៉ៃញ៉ៃអញ្ចឹងបងមកទៅតែអូខេអាចថាក្រោយនេះមកដល់ chip វាបាន chip ក្រោយនេះវាឆ្លាតដែរ chip AMD ក៏ដូចជា chip Intel ក្រោយនេះគាត់បើជាងមុននេះអញ្ចឹងការ sleep ហ្នឹងវារៀងបានន័យថាបាទរៀង instant sleep គ្រាន់បើប៉ុន្តែយើងពិតជាចង់ឃើញលក្ខណៈថា interface gaming មកនៅផ្ទះ game មួយរបស់ Windows មែនដោយសារ Windows ពិតជាដើរយឺតខ្លាំងមែនតើហើយបើបងគិតទៅវាអត់ពិបាកទេបើសិនជា Microsoft លក្ខណៈថាយកការសិក្សាពី interface របស់ Xbox យកមកលក្ខណៈឆ្នៃឲ្យ fit ទៅមួយប្រភេទ handheld បងជឿថាហ្នឹងជាចំណុចដែល Switch ធ្វើបានល្អហើយក៏ដូចជា PlayStation ធ្វើបានល្អតាមពិតបើសិនជា Sony វិញគឺគេជំនាញឡា handheld ហ្នឹងឯងប៉ុន្តែគេ work out តែឥឡូវនេះឮដំណឹងថាគេនឹងចូលមកវិញអញ្ចឹង interface របស់គេគឺស្រួលបងក៏នៅតែឆ្លាញ់ interface របស់ PlayStation ច្រើនជាង Xbox ដែរអញ្ចឹងបងខុសពីខ្ញុំមកដោយសារតែខ្ញុំហ្នឹងចូលចិត្ត interface របស់ Xbox ច្រើនជាងដោយសារខ្ញុំមានអារម្មណ៍ថា interface របស់ Xbox ហ្នឹងងាយស្រួលយើងបញ្ជាងាយស្រួលយើងចូលកម្មវិធីចេញចូលកម្មវិធីអីមែនតើហ្នឹងហើយវាងាយស្រួលជាងប៉ុន្តែបងឆ្លាញ់ភាព modern នៃ animation វាលក្ខណៈមានអារម្មណ៍ថាវារស់បាទហើយមានអារម្មណ៍ premium ជាងយ៉ាបងមាន premium ជាងទោះបីជា controller ទោះបីជាលក្ខណៈ game exclusive អីដោយលក្ខណៈបងមានអារម្មណ៍ថាវានៅតែមានអារម្មណ៍ premium បន្តិចអារម្មណ៍បងហើយ Microsoft លក្ខណៈវារៀង flat design តិចសម្រាប់បងបាទដោយសារខ្ញុំបើយើងប្រៀបធៀបជាមួយនឹងទីផ្សារ smartphone វិញ PlayStation ហ្នឹងមានអារម្មណ៍ថាដូចជា Apple បាទគេបដោតទៅលើហ្នឹងបាទមានអារម្មណ៍ថាទោះបី controller ទោះបីបងស្រឡាញ់controller របស់ Xbox ប៉ុន្តែនៅពេលដែលកាន់ controller របស់ PS5 គឺមានអារម្មណ៍ថា feel good បាទទៅ vibration ទាំងលក្ខណៈ technology ដែល Sony ព្យាយាមដាក់ទៅលើហ្នឹងគឺមានអារម្មណ៍ថាវាប្លែកខុសពីគេច្បាស់លាស់មួយដែលមានអារម្មណ៍ថាយើងចង់ប្រើ controller ទោះបីបងលេងជាមួយនឹង Flow C13 បងក៏បងយក controller របស់ Sony ទៅរបស់ PS5 បងយកទៅ connect ដែរជាពិសេសគឺ haptic feedback បាទ haptic feedback គឺរំញ័រល្អមែនតើ Yes បាទអូខេអញ្ចឹងតកតងជាមួយនឹងថ្ងៃចេញយើងគិតថាវាអាចនឹងបង្ហាញនៅ computer សិនបាទ computer នៅក្នុងចុងខែហ្នឹងបាទអញ្ចឹងអាចគៀកដែរបងបាទតែបើសិនជាអាចដាក់លក់វិញគេថាប្រហែលជាចិត្តចុងឆ្នាំដាក់លក់បាទយូរគួរសមបាទដោយសារខ្ញុំគិតថាឥឡូវដោយសារប៉ះពាល់ជាមួយនឹងចង្វាក់ផលិតកម្មសេដ្ឋកិច្ចបាទអញ្ចឹងប្រហែលជាគេអាចរងចាំបន្តិចសិនចាំពេលស្ថានភាពគ្រាន់បើវិញបានចាប់ផ្ដើមដាក់លក់អូខេអញ្ចឹងបងសង្ឃឹមតែមួយថាគេនឹងបដូរ material ទៅលើសាច់ជ័រនឹងចុះព្រោះមើលទៅវា bad maintain ប្រឡាក់ស្នាមរៀមដៃលឿនអាឡងអញ្ចឹងវាក៏ងាយឆ្កូតដែរឆាប់ឃើញឆ្កូតសង្ឃឹមថានេះគ្រាន់តែជារូបភាពគំរូឬក៏ម៉ាស៊ីនដែលគេយកទៅតេស្ត final នឹងអាចគ្រាន់បើជាងនឹងឬក៏គេអាចនឹងឆ្នៃ tray ក៏ដូចជា ឆ្នូតក្បាច់អីបន្តិចឲ្យមើលមកឃើញស្អាតជាងប្រហែលនេះគេអត់តន់ចាក់ក្បាច់បាទគេអត់តន់ឆូតអីចោះអញ្ចឹងយើងចង់ដឹងចំណាប់អារម្មណ៍អ្នកមើលយើងវិញថាគិតជាងណាដែរគិតថាហ្នឹងគឺជា ROG Ally 2 ប្រកាសមែនឬក៏វាជា device machine rebrand បាន X ជាមួយនឹង Microsoft បាទអញ្ចឹងហើយបទពិសោធន៍អ្នកទាំងគ្នាជាមួយ ROG Ally មិនដែរនៅសល់ថ្មតិចជាងបទពិសោធន៍របស់លេងឬក៏នៅគ្រាន់បើជាងកុំភ្លេច
បញ្ចេញយោបល់នៅខាងក្រោមវីដេអូនេះផងហើយដោយរដងបើសិនជាត្រូវការផលិតផល electronic ក៏ដូចជាគ្រឿង accessory ហ្នឹងគឺអាចមករកបាននៅតាមហ្មងក៏ដូចជាកាតាប AV bag ដែលយើងតែមកដល់ហ្នឹងវាមាន3 model ស្អាតអានេះសម្រាប់អ្នកដើរទៅបើន័យថាអ្នកដើរព្រៃឬក៏អ្នកមិនថាព្រៃអ្នកដែលគាត់អាសាដើរកាត់អាកាសធាតុមានត្រជាក់ខ្លាំងឬក៏ភ្លៀងខ្លាំងគឺយើងអបរំថាទឹកចូលនៅទេដោយសារនេះគឺជាកណ្ដាប់បែបកស៊ូវាលោងចឹងទឹកភ្លៀងមកក៏អត់ចូលដែរហើយនៅមើលនេះអ្នកសិស្សក៏ប្រើត្រូវនិស្សិតអីហ្នឹងហើយជាពិសេសអ្នកផ្សងប្រេងអាចដាក់បងដាក់ខោអាវចូលក្នុងហ្នឹងដើរកាត់ភ្លៀងក៏អត់អីដែរណាមួយអានេះ support ជាមួយនឹង laptop អាចថា15 inch 16 inch ហ្នឹងគឺត្រូវបាទភាសាតម្លៃក៏ធូរដែរអ្នកនរគ្នាខ្ញុំពិតជាណែនាំអញមកតេស្តបានមកសាក់បាននៅតាមមកផ្ទាល់ដែលបានដឹងថាចង់បានតម្លៃវាធូរមែនតើតាម$29នោះទេអញមកបាននៅតាមមកអូខេអញ្ចឹងថ្ងៃនេះយើងមានតែប៉ុណ្្នឹងនេះមានអី បាទខ្ញុំមានតែប៉ុណ្្នឹងដែរបងបាទចំណាប់អារម្មណ៍គឺអស់តែប៉ុណ្្នឹងដែរ អូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាយើងនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀត Okay.